Wow អស្ចារ្យមែនទែនចាប់ផ្ដើមទិញនេះច្រើនមែនទែនអ្នកទាំងអស់គ្នាដឹងជាសត្វអីអត់នេះគឺសត្វសត្វជាវកំពុងតែនាំគ្នាហើរចេញពីក្នុងរូងភ្នំហើយរូងភ្នំនេះគឺស្ថិតនៅក្នុងនៅខេត្តបាត់ដំបងគឺភ្នំសំពៅជើងភ្នំសំពៅខេត្តបាត់ដំបងទិដ្ឋភាពនេះគឺយើងនឹងអាចឃើញជារៀងរាល់ថ្ងៃបានន័យថាសត្វជាវគឺតែងតែហោះចេញជារៀងរាល់ថ្ងៃរៀងពេលទៀងម៉ោងមែនទែនជាទូទៅគឺក្រុមសត្វជាវនេះគឺហោះចេញនៅម៉ោង5ល្ងាចហើយអាចត្រឡប់មកវិញនៅម្ដងម៉ោង9ម៉ោង10យប់ហើយនៅទីនោះយើងឃើញមានភ្ញៀវទេសចរជាច្រើនដែលគាត់បានចូលទៅមើលទៅទស្សនានៅទស្សនីយភាពដ៏អស្ចារ្យនេះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាបានចង់ឃើញផ្ទាល់ភ្នែកអាចអញ្ជើញមកខេត្តបាត់ដំបងនៅជើងភ្នំសំពៅនៅក្នុងប្រទេសកម្ពុជាយើងនេះតែស្ដេចនេះខ្ញុំគឺបានទៅដល់ទីនោះ3 4ដងហើយគឺពិតជាអស្ចារ្យមែនទែនគួរជឿរាប់លានក្បាលបានហោះចេញមកក្នុងទិសដៅតែមួយក្នុងគោលបំណងដើរស្វែងរកចំណីហើយនឹងត្រឡប់មកវិញទាំងអស់ជារៀងរាល់ថ្ងៃគឺបែបនេះរាល់ថ្ងៃដូច្នេះកន្លែងនេះគឺខ្លាយទៅជាតំបន់ទេសចរមួយដ៏សំខាន់ផងដែរនៅក្នុងខេត្តបាត់ដំបងប្រទេសកម្ពុជាយើងចាសូមអរគុណបាយបាយ